ចាប់ផ្ដើមនៃខ្សែរឿងដំបូងគឺនៅស្ពានស្នេហ៍នឹងឯងដោយគ្រប់គ្នាគឺបានសម្លឹងមកកាន់ពួកគេទាំងពីរនាក់ហើយឆ្ងល់ថាតើអបិខូរ៉ូអេវ៉ានឹងគឺជាអ្នកគេហេតុអីបានម៉ូណានាំមកមួយចឹងអូយចាពីរនាក់ហ្នឹងវាមានទំនាក់ទំនងស្នេហាគ្នាមែននៅពេលហ្នឹងដែរម៉ូណានាងក៏បានគិតថាអីការ៉េមើលទៅបណ្នៅទៀតហ្នឹងគឺប្រកាសជាមានការយល់ច្រឡំធំហើយនៅពេលនោះខូរ៉ូអេវ៉ាគាត់ក៏ទាទៅថ្នាក់រៀនវិញហើយម៉ូណានាងក៏មកប្រម៉ូទនៅថ្នាក់របស់នាងផងដែរបន្ទាប់ពីលើខូរ៉ូអេវ៉ានិយាយអញ្ចឹងការពិតទៅពួកគេគឺមកប្រម៉ូទថ្នាក់របស់ពួកគេតាខូរ៉ូអេវ៉ាតើលោកដឹងអត់នៅទីនេះគេហៅថាស្ពានស្នេហ៍បើសិនជាមានគូសង្សារឬមួយក៏គូស្នេហ៍ណាគេបានកាន់ដៃគ្នាដើរកាត់ស្ពានស្នេហ៍ហ្នឹងណានិយាយចំទៅពួកគេគឺនឹងស្រឡាញ់គ្នារហូតហ្មងហើយម៉ូណាក៏បានប៉ះដៃខូរ៉ូអេវ៉ាគាត់ក៏កត្រាក់ចេញមកដែរអាយ៉ាតែខ្ញុំធ្វើឲ្យខូរ៉ូអេវ៉ាហ្នឹងគឺគាំងហើយទៅអត់កលេចមកដល់ខូរ៉ូអេវ៉ាវិញអត់និយាយទេតែងាកមុខចេញពេលនោះម៉ូណានាងក៏បានធ្វើដួលហើយក៏ហៅឲ្យខូរ៉ូអេវ៉ាណាគឺជួយលើកនាងផងដោយសារតែនាងគឺងើបអត់រួចនោះទេដោយនឹកស្មានតែខូរ៉ូចាប់ដៃតែខូរ៉ូអេវ៉ាក៏មានចាប់ដៃដែរគាត់លើកនៅក្រោមក្លៀកដោយនៅពេលនោះផងដែរគឺធ្វើឲ្យម៉ូណានាងគឺគាំងខ្លាំងមែនតើបន្ទាប់មកម៉ូណានាងក៏ចាប់ផ្ដើមរកតាមរកខូរ៉ូអេវ៉ាដោយនាងគឺកុំចង់ដឹកដៃខូរ៉ូអេវ៉ានឹងឆ្លងស្ពានស្នេហ៍នឹងឯងបន្ទាប់ពីម៉ូណាតាមតាន់ក៏សួរទៅកាន់ខូរ៉ូអេវ៉ាថាអាប៉ែឯងនឹងដើរលឿនម្ល៉េះបន្ទាប់មកពួកគេក៏ដើរទៅជួបមិត្តភ័ក្តិរបស់ពួកគេដោយហៅពួកគេនឹងគឺឲ្យទៅថ្នាក់វិញនឹងនេះឯងដោយសារតែក្នុងថ្នាក់ហ្នឹងគឺសម្បូរគូស្នេហ៍ខ្លាំងមែនតើអញ្ចឹងហើយពួកគេរៀបអាហារអត់តនោះទេហើយរឿងយើងក៏កលេចមកដល់ម៉ូណាវិញដែលនាងគឺបាននិយាយថាអូអញកម្រងអញទាំងប្រមាណវាត្រូវឲ្យលាយម៉ត់ខ្ទេចដូចខ្ទឹមអញ្ចឹងនិយាយចំគឺគាំងខួរឲ្យគិតអីលេងចេញអស់លិចនៅពេលដែលឃើញបែបនេះហារ៉ាណូគឺនាងមានកម្រងជួយម្ដងទៀតហើយដោយមួយសារនេះហារ៉ាណូគឺរៀបចំឲ្យម៉ូណាជាមួយនឹងខូរ៉ូអេវ៉ាហ្នឹងគឺយកតុកនឹងទៅទុកជាមួយនឹងគ្នានឹងនេះឯងម៉ូណាបន្ទាប់ពីឃើញបែបនេះគឺនាងមានអារម្មណ៍ថានាងក្រែងចិត្តទៅកាន់ហារ៉ាណូខ្លាំងមែនទែនតែហារ៉ាណូនាងក៏បាននិយាយថាខែងមិត្តត្រូវទៅជួយមិត្តនៅពេលដែលខូរ៉ូអេវ៉ាជាមួយនឹងម៉ូណារៀបចំតុកឡើងដាក់មកលើនោះម៉ូណានាងក៏បានគិតថានាងគឺពិតជាខកចិត្តខ្លាំងមែនតើដោយសារតែពិធីបុណ្យនៃសាលានេះគឺវាបានចប់ហើយនាងក៏ដើរទៅកិច្ចនៅក្រដាស់ឡាំងដែលនៅក្រោយខ្នងរបស់នាងដែលធ្វើឲ្យនាងគឺដួលនៅពេលនោះផងដែរខូរ៉ូអេវ៉ាគឺហក់មកជួយនាងយ៉ាងលឿនតែម្ដងហើយក៏បានចាប់ដៃគ្នានៅនេះឯងហើយនេះគឺនៅស្ពានស្នេហ៍នឹងនេះឯងដែលធ្វើឲ្យខូរ៉ូអេវ៉ាជាមួយនឹងម៉ូណាហ្នឹងក៏រាំងគាំងផងដែរនៅពេលនោះផងដែរខូរ៉ូអេវ៉ាក៏បាននិយាយថាអាមួយនេះគឺអត់រាប់ទេដោយសារតែអីពិធីបុណ្យនៃសាលាហ្នឹងគឺវាបានចប់ហើយក៏ប៉ុន្តែតើនាងដឹងទេពេលនេះខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តជាងពេលណាទាំងអស់បន្ទាប់ពីពិធីបុណ្យនៃសាលាបានបញ្ចប់យើងក៏បានឃើញថាម៉ណាយសិតតែសម្បូរណាហើយគូស្នេហ៍ហ្នឹងប៉ុន្តែម៉ូណាវិញគឺកំពុងតែគាំងខួរនឹងឯងចុំហេតុអីបានជាខូរ៉ូអេវ៉ាហ្នឹងជឿអារឿងនិទានស្ពានស្នេហ៍អីហ្នឹងកាន់ដៃគ្នាអីហ្នឹងកលេចទៅមួយចំហៀងទៀតក៏ឃើញកំឡោះខូរ៉ូអេវ៉ាជាមួយនឹងទឹកវ៉ែនតាហ្នឹងគឺកំពុងតែដើរជុំគ្នាបន្ទាប់ពីឃើញបែបនេះនាងមានអារម្មណ៍ថាអើយអត់មិនទេអត់ហ៊ានទៅជួបគេចុំឯងធ្វើអីហ្នឹងបន្ទាប់ពីគិតថាវាដូចជាមិនសមក៏ទៅរាក់ទាក់ជាមួយនឹងខូរ៉ូអេវ៉ាវិញទៅហើយក៏ដើរទៅថ្នាក់របស់ពួកគេទាំងអស់គ្នាតែម្ដងទៅបន្ទាប់ពីចេញពីថ្នាក់រៀនពួកគេក៏ណាត់គ្នាទៅលេងប៊ូលីងនៅខាងក្រៅផងដែរនៅពេលនោះហារ៉ាណូនាងគឺបាននិយាយថាបើសិនជាម៉ូណាអត់ទៅនាងក៏អត់ទៅដែរបន្ទាប់ពីឃើញថាខូរ៉ូអេវ៉ាក៏ទៅដែរហ្នឹងម៉ូណានាងក៏ទៅដែរផងដែរហើយគឺថានាងបោះប៊ូលីងគឺត្រង់ខ្លាំងមែនតើដែលនាងគឺបានទៅផ្ទះដែរជាមួយនឹងមនុស្សគ្រប់គ្នាប៉ុន្តែពេលទៅដល់ខូរ៉ូអេវ៉ានាងក៏យ៉ាងគាំងហើយក៏បាននិយាយថាខ្សែស្បែកជើងខ្ញុំល្បូតហើយក៏រត់ចេញបាត់ទៅដោយសារតែអៀនខ្លាំងពេកនឹងនេះឯងក៏លេចមកដល់ខូរ៉ូអេវ៉ាវិញខ្ញុំមានអារម្មណ៍ថាគាំងមែនតើនៅពេលដែលឃើញចែនឹងក៏ធ្វើអញ្ចឹងដោយសារតែខ្ញុំគឺដែរប៉ះដៃស្រីពីមុនមកទេមិនដឹងអាស្គាល់ក្លិននឹងវាហើយយើងក៏កលេចមកដល់ម៉ូណាវិញដែលនាងគឺបានគិតថាចុំហេតុអីបានជាខ្ញុំអត់ហ៊ានប្រឈមមុខជាមួយនឹងខូរ៉ូអេវ៉ាអញ្ចឹងបន្ទាប់ពីគិតបែបហ្នឹងក៏ទៅសុំខូរ៉ូអេវ៉ាហ្នឹងគឺអង្គុយចិត្តផងដែរខូរ៉ូអេវ៉ាគាត់មានតែចិត្តកណាញ់អីក៏ឲ្យម៉ូណាហ្នឹងគឺអង្គុយចុះមកអង្គុយមកចិត្តទេឆក់កូកាគេយកមកផឹកទៀតដល់ពេលនោះផងដែរខូរ៉ូអេវ៉ាគាត់ក៏បាននិយាយដែរថាអាកូកាហ្នឹងខ្ញុំផឹកហើយណាហើយវាដដែលមាត់ខ្ញុំហើយបន្ទាប់ពីឃើញបែបនេះម៉ូណានាងចង់ឌឺថែមផឹកយកបណ្ដោយមានអីកញ្ញាម៉ូណាគេថាអកយកហ្មង
ពេលនឹងផងដែរម៉ូណាក៏ហុចដបនឹងឲ្យទៅកាន់ខូរ៉ូវ៉ាវិញដែលឃើញបែបនេះគាត់ក៏ថាអូអញយកវិញកើតទេអញ្ចឹងក៏ឲ្យម៉ូណានឹងយកទាំងអស់ហើយក៏ដើរចេញបាត់ទៅដើម្បីទៅបោះបាល់ប៊ូលីងនឹងឯងដែលធ្វើឲ្យម៉ូណានេះគឺគាំងខួរខ្លាំងមែនតើយើងអត់ដឹងថាខូរ៉ូវ៉ាបោះត្រង់អត់ហងរឿងរបស់យើងកាត់មកដល់ថ្ងៃថ្មីនៃរដូវរងាម៉ូណាក៏មកអួតកៅអៅទៅកាន់ខូរ៉ូវ៉ាគ្រប់គ្នានឹងគេថាម៉ូណា cute ខ្លាំងមែនតើនៅពេលដែលមកអួតកៅអៅអញ្ចឹងហើយក៏សួរទៅកាន់ខូរ៉ូវ៉ាថាអត់ត្រូវការកៅអៅរងារដូវរងាអីទេមែនអើយនៅពេលនោះខូរ៉ូវ៉ាគាត់បាននិយាយថាដឹងដែរអត់ខ្លួនរបស់ខ្ញុំគឺវាកក់ក្ដៅហើយខ្ញុំមកត្រូវការអើរងាត្រូវការអីបន្ទាប់ពីឃើញចឹងម៉ូណានាងក៏អត់អីចឹងហើយនៅពេលនោះក៏មានករណីអោណាមកក្រោយសាលាតិចបងមានរឿងចង់និយាយមួយអូនឯងមកភ្លាតទេតែមកភ្លាតទេបើបងចង់សួរអូនឯងថាអូនឯងស្គាល់ពាក្យថាមិត្តភាពដែរអត់ហើយអូនឯងចង់ផ្លាស់អារម្មណ៍ម៉ូណាដល់ពេលណាទៀតហើយប៉ុន្តែខ្ញុំមានការបង្រៀនដែលត្រូវអនុវត្តផងដែរណាលោកពូវ៉ែនតារបស់យើងក៏បាននិយាយតបទៅវិញថាបើសិនជាសាសនាដែលឯងកាន់គឺឲ្យឯងស្រឡាញ់មនុស្សស្រីឯងមិនចាំបាច់ទៅស្រឡាញ់ម៉ូណានោះទេតែឯងដឹងទេម៉ូណានាងគឺពិតជាខូចចិត្តខ្លាំងមែនទែននៅពេលដែលខូរ៉ូវ៉ាធ្វើបែបនោះដាក់នាងហើយបើទោះបីជាឯងធ្វើបែបនោះដាក់នាងគឺនៅតែមកនិយាយជាមួយនឹងឯងជានិច្ចនឹងនេះឯងហើយឯងគឺពិតជាចិត្តអាក្រក់ដាក់ទៅកាន់ម៉ូណាខ្លាំងណាស់ហើយក៏ហៅឈ្មោះថាយូស៊ូរូជួយនិយាយហងយូស៊ូរូក៏និយាយគ្រាន់តែនិយាយជាមួយនាងគឺធ្វើឲ្យខូចការបង្រៀនផងឯងខូរ៉ូវ៉ាក៏តបវិញរឿងនេះវាមិនមែនជាបញ្ហានោះទេតើការបង្រៀនរបស់ឯងមិនរួមបញ្ចូលការធ្វើតបស្នងទៅកាន់អ្នកដទៃមែនបន្ទាប់ពីលើបែបនេះខូរ៉ូវ៉ាគាត់ក៏នឹកឃើញរឿងមួយយូស៊ូរូគាត់ក៏បាននិយាយបន្ថែមទៀតដែរថាតាំងពីឯងចូលមករៀននៅសាលានេះម៉ូណានាងគឺតែងតែជួយឯងជានិច្ចដូច្នេះហើយឯងគួរតែចេះសងគុណនាងខ្លះផងបន្ទាប់ពីត្រូវមិត្តភក្តិទេសនាហើយខូរ៉ូវ៉ាគាត់ក៏ដើរអោនក្បាលអោនហ្នឹងក៏ដើរមកជួបជាមួយនឹងហារូណូផងដែរដល់ពេលនោះផងដែរហារ៉ូណូនាងក៏បាននិយាយថានាងគឺពិតជាខកចិត្តទៅកាន់ខូរ៉ូវ៉ាខ្លាំងមែនតើខូរ៉ូវ៉ាក៏បានឈប់មានរឿងអីហ្នឹងតើលោកដឹងដែរអត់ម៉ូណាគឺនាងធ្វើគ្រប់យ៉ាងគឺដើម្បីតែលោកប៉ុន្តែលោកវិញបែរជាចិត្តត្រជាក់ដាក់នាងខ្លាំងហើយខ្ញុំគឺពិតជាស្អប់លោកខ្លាំងមែនតើហើយនៅពេលនោះផងដែរខូរ៉ូវ៉ាក៏បានឃើញម៉ូណានៅក្បែរនៅកំពុងតែជួយកាន់ឯកសារគ្រូផងដែរតាមពិតទៅម៉ូណាគឺជាមនុស្សល្អបែបនេះហើយរឿងយើងក៏កាត់ចូលមកដល់ក្នុងថ្នាក់វិញយើងក៏បានឃើញថាថ្ងៃនេះគឺម៉ូណាអត់បានយកសភៅពុំមកទេខូរ៉ូវ៉ាក៏បានសួរមើលសភៅពុំមួយខ្ញុំអត់អាកាសមកដល់ហើយក៏អង្គិលតុកទៅកាន់ខូរ៉ូវ៉ាហើយបងយើងកូនក៏អង្គិលតុកចេញបន្ទាប់ពីឃើញបែបនេះម៉ូណានាងក៏ខ្ញុំអត់ដឹងគួរនិយាយបែបណាទេជំនាញយូរវិញអង្គិលតុកចូលវិញបន្ទាប់ពីនាងអ្នកបោះវីយ៉ងហើយខូរ៉ូវ៉ាក៏អង្គិលតុកជុំវិញទៅដែលមើលសភាពការដែលអត់សូវស្រួលខូរ៉ូវ៉ាងាកចេញវិញប៉ុន្តែម៉ូណានាងក៏និយាយថាអត់អីចាំអង្គិលតុកចូលមកហើយនៅពេលនោះផងដែរម៉ូណានាងក៏ចាប់ផ្ដើមញញឹមដែលធ្វើឲ្យបងរបស់យើងនឹងគាត់ក៏មានអារម្មណ៍ថាសប្បាយចិត្តផងដែរហើយហារ៉ូណូនឹងក៏ដកទូរស័ព្ទមកថតនៅស្នាមញញឹមរបស់ម៉ូណាមួយនេះផងដែរហើយរឿងយើងក៏កាត់ឃើញនៅស្អែកឡើងថ្ងៃនេះគឺមេឃភ្លៀងខ្លាំងមែនតើធ្វើឲ្យម៉ូណានាងគឺខ្ជិលទៅប៉ុន្តែពេលដែលនាងកាន់ឆាត់គឺរូបរាងរបស់នាងគឺវាស្អាតទៅមួយបែបទៀតបែបភីងអីអញ្ចឹងទៅសក់របស់នាងគឺរំសាយគឺពិតជាគួរឲ្យស្រឡាញ់ខ្លាំងមែនតើហើយនៅពេលដែលម៉ូណានាងគឺកំពុងតែដើរតាមផ្លូវនោះផងដែរម៉ូណានាងក៏បានជួបខូរ៉ូវ៉ានៅកលៀនជាងមួយចុំអាប៉ែនឹងមិននឹងទៅអីបន្ទាប់ពីឃើញអាប៉ែនឹងឈរតែឯងក៏រត់ទៅសួរអាប៉ែនឹងថាឯងលោកអត់យកឆាតមកទេថ្ងៃហ្នឹងខូរ៉ូវ៉ានៅពេលនោះផងដែរខូរ៉ូវ៉ាក៏បានរុំសួស្ដីទៅកាន់ម៉ូណាហើយក៏បាននិយាយថាឆាតខ្ញុំយកមកទៅប៉ុន្តែខ្ញុំដើរតាមផ្លូវហ្នឹងខ្ញុំស្រាប់ឃើញគ្រួសារឆ្មាមួយក្រុមហើយខ្ញុំក៏បានឲ្យឆាតរបស់ខ្ញុំឲ្យតែពួកគេទៅបន្ទាប់ពីលឺបែបហ្នឹងម៉ូណានឹងគឺមានអារម្មណ៍ថាភីងខ្លាំងមែនតើបន្ទាប់ពីដាស់ខ្លួនឯងភ្ញាក់រលឹកវិញម៉ូណានឹងក៏បានប្រាប់ទៅកាន់ខូរ៉ូវ៉ាថាបើសិនជាចាំឲ្យរាំងភ្លៀងលោកអាចនឹងទៅរៀនយឺតដែរអញ្ចឹងខូរ៉ូវ៉ាលោកគឺអាចទទួលឆាត់ជាមួយនឹងខ្ញុំទៅសាលាបានតើបើសិនជាលោកចង់ហើយម៉ូណានឹងក៏បានគិតដែរថាបើសិនខ្ញុំហៅអញ្ចឹងរហូតដល់អាប៉ែនឹងគឺតែងទៅធ្វើមុខកាចដាក់នាងហើយមើលអាមុខងាប់នឹងចេញមកទៀតហើយខូរ៉ូវ៉ាបន្ទាប់ពីធ្វើមុខអញ្ចឹងហើយគាត់ក៏នឹកឃើញទៅដល់ប៉ែវ៉ាន់តាក៏បាននិយាយថាឯងមិនចាំបាច់ស្រឡាញ់ទៅកាន់ម៉ូណានោះទេគ្រាន់តែយកចិត្តទុកដាក់ទៅកាន់នាងតិចក៏បានហើយខូរ៉ូវ៉ាក៏បាននិយាយថាអូខេមិនអីទេចាំទទួលឆាត់មួយគ្នាហ្មងប៉ុន្តែខ្ញុំគឺជាអ្នកកាន់ឆាត់នឹង
នឹងនេះឯងម៉ូណានាងក៏មើលទៅកាន់ខូរ៉ូអេវ៉ាហើយក៏ប្រាប់ទៅកាន់ខូរ៉ូអេវ៉ាថាស្មារបស់លោកទៅទឹកភ្លៀងហើយអញ្ចឹងចាំខ្ញុំខិតទៅកាន់លោកមិនតិចទៀតដើម្បីឲ្យលោកនឹងគឺទទួលឆាត់ពេញមកខូរ៉ូអេវ៉ាក៏បាននិយាយថាអត់អីនោះទេហើយខូរ៉ូអេវ៉ាក៏ខិតចេញផងដែរម៉ូណានាងក៏បាននិយាយថាត្រូវទឹកភ្លៀងអញ្ចឹងតិចឈឺទៅខូរ៉ូអេវ៉ាក៏លេចមកដល់ក្នុងខួររបស់ខូរ៉ូអេវ៉ាវិញយើងត្រូវទៅកាន់សិលម៉ូណាហ្នឹងគឺគិតតែឲ្យដៃទៅកាន់ខូរ៉ូអេវ៉ាចំណែកឯខូរ៉ូអេវ៉ាវិញគឺគិតតែពីកាន់សិលនៅពេលនោះម៉ូណានាងក៏បានហៅខូរ៉ូអេវ៉ាទៅក្រោយសាលាដោយសារតែផ្លូវច្រកខាងក្រោយហ្នឹងគឺមានកន្លែងហាត់កីឡាដែលត្រូវជាកន្លែងបោះបាល់ផងដែរនៅក្នុងក្លឹបកីឡានេះផងដែរយើងក៏បានឃើញនារីម្នាក់ដែលនាងគឺមានឈ្មោះថាអាសាហ៊ីហើយអាសាហ៊ីម្នាក់នេះនាងគឺលេងកីឡាបានល្អខ្លាំងយកតែមែនតែម្ដងម៉ូណាដែលឃើញបែបនេះនាងក៏សរសើរផងដែរថាសិស្សប្អូនម្នាក់នេះគឺពិតជាលេងកីឡាបានល្អប៉ុន្តែអាសាហ៊ីបន្ទាប់ពីឃើញខូរ៉ូអេវ៉ាហើយគឺថាដួលតមយកតែម្ដងដែលធ្វើឲ្យបាល់នឹងគឺហោះទៅរកម៉ូណាតែម្ដងប៉ុន្តែខូរ៉ូអេវ៉ានឹងគឺចាប់ជាប់នឹងនេះឯងអាសាហ៊ីបានដើរទៅរកពួកគេទាំងពីរនាក់ហើយក៏បានសុំទោសប៉ុន្តែម៉ូណានាងក៏បាននិយាយថានាងនេះទេគឺជាអ្នកខុសអាសាហ៊ីក៏បកទៅវិញត្រូវហើយនាងគឺជាអ្នកខុសដោយសារតែនាងគឺមកឈរមើលគេនៅនឹងដោយសារតែអត់ដឹងហ្នឹងហើយមិត្តភ័ក្ដិហ្នឹងគឺបានមកស្ដីឲ្យអាសាហ៊ីដែលនិយាយជាមួយនឹងសិស្សច្បងម៉ូណាអញ្ចឹងនៅពេលនោះអាសាហ៊ីនាងក៏បានសួរទៅកាន់ម៉ូណាថាខ្ញុំអាចសួរនាងពី3សំណួរបានអត់ហើយក៏ដឹកដៃម៉ូណាចេញពីទីហ្នឹងទៅដោយឃើញបែបហ្នឹងម៉ូណានាងក៏បានសួរថាហើយអូដៃខ្ញុំទៅហ្នឹងអូដៃខ្ញុំទៅធ្វើអីនៅពេលនោះអាសាហ៊ីនាងក៏សួរតើសិស្សច្បងខូរ៉ូអេវ៉ាជាមួយនឹងម៉ូណាហ្នឹងត្រូវជាអីនឹងគ្នាមិត្តរួមថ្នាក់ហ្នឹងហើយព្រោះចាស់តើនាងចូលចិត្តសិស្សច្បងខូរ៉ូអេវ៉ាដែរអត់ម៉ូណានាងក៏បានតបវិញទេខ្ញុំបានចូលចិត្តអាប៉ែហ្នឹងទេព្រោះចុះបើអត់ចូលចិត្តសិស្សច្បងខូរ៉ូអេវ៉ាហេតុអីបានជាដើមមកហ្នឹងទទួលឆាត់ជាមួយនឹងគ្នាហើយនាងគិតយ៉ាងម៉េចដែលទៅទទួលឆាត់ជាមួយនឹងប្រុសដតីដែលនាងមិនចូលចិត្តបែបនេះម៉ូណាក៏តបវិញខ្ញុំមកតាមផ្លូវហ្នឹងឃើញខូរ៉ូអេវ៉ាអត់ឆាត់អញ្ចឹងក៏ទទួលមកមួយគ្នាហ្មងទៅនៅពេលហ្នឹងរៀបតែនិយាយតតែត្រូវមិត្តភក្តិគាត់ហ្នឹងឯងហើយនៅពេលដែលម៉ូណានិងខូរ៉ូអេវ៉ាដើរត្រឡប់ទៅថ្នាក់រៀនវិញនោះម៉ូណានាងក៏បានសួរទៅកាន់ខូរ៉ូអេវ៉ាថាតើស្គាល់ចែនឹងអត់ខូរ៉ូអេវ៉ាក៏បាននិយាយថាណាគេហើយក៏លោកថាអើយខ្លួនអត់ស្រួលខ្លួនទេទៅមុនហើយម៉ូណានាងក៏បានគិតតែឯងថាបើសិនជាខូរ៉ូអេវ៉ាអត់ស្គាល់ម្នាក់ស្រីហ្នឹងចុះតើម្នាក់ស្រីហ្នឹងគឺជានរណាក៏ពិតជាគ្រោះថ្នាក់មែនឬក៏យាយប៉ែហ្នឹងគឺស្រឡាញ់ខូរ៉ូអេវ៉ាសត្រូវបេះដូងយកច្បាស់កន្លែទៅនេះហើយក៏ឲ្យហារ៉ាណូថតរូបបែបខ្ជិតខ្ជូតរបស់ខ្លួនហ្នឹងដើម្បីយកព័ត៌មានពីហារ៉ាណូហ្នឹងនេះឯងអាសាហ៊ីនាងគឺជាមនុស្សស្រីម្នាក់នៅក្នុងឆ្នាំទី1នោះទេនាងគឺលយហើយសង្ហាបែបខ្ជិតខ្ជូតអីអញ្ចឹងអ្វីត្បិតតែនាងគឺនៅឆ្នាំទី1ក៏ពិតមែនប៉ុន្តែនាងគឺលេងបាល់ខ្លាំងមែនតើនៅពេលនោះម៉ូណាក៏និយាយដំបូងឡើយខ្ញុំមានចិត្តចូលចិត្តចែនឹងដែរប៉ុន្តែមិនគួរណាចែនឹងជាសត្រូវបេះដូងរបស់យើងសោះមិត្តភក្តិរបស់ម៉ូណាហ្នឹងក៏បានស្រែកប្រាប់ថាមានគេមករកហើយម៉ូណាក៏ចេញមកទទួលយ៉ាងរាក់ទាក់ហើយក៏ជួបសត្រូវបេះដូងដែលធ្វើឲ្យម៉ូណាហ្នឹងគឺនាងគឺធ្លាក់ទឹកមុខអស់លេអរគុណហើយដែលកញ្ញាម៉ូណាបានមកនៅពេលនោះខូរ៉ូអេវ៉ាក៏បានដើរមកផងដែរនៅពេលនោះផងដែរម៉ូណានាងក៏បានគិតថាខ្លាចអាសាហ៊ីយកច្រឡំថាពួកគេទាំងពីរនាក់តងគ្នាពិតមែនតែនៅពេលដែលយើងក្លែងមកដល់អាសាហ៊ីវិញគឺនាងគឺមុខក្រហមខ្លាំងមែនទែននៅពេលដែលបានឃើញខូរ៉ូអេវ៉ានៅពេលនោះផងដែរនាងគឺបានលុតជង្គង់ក្រឹបក៏ដេញនៅម៉ែថ្លែតឃើញអស់អាលីងតែហ្មងនៅពេលនោះម៉ូណានាងក៏បានគិតថាជួយតិចអាសាហ៊ីនឹងស្រឡាញ់ខូរ៉ូអេវ៉ាដែរទៅនៅពេលនោះអាសាហ៊ីនាងក៏បាននិយាយថានាងគឺមិនចោះចាញ់នោះទេហើយក៏ដើរចេញទៅបាត់ទៅលបយោសត្រូវបេះដូងយើងនៅនេះតើដាច់ខាតយើងមិនអាចចាញ់នោះឡើយដោយសារតែយើងគឺជាម្ចាស់ស្ត្រីនៅពេលនោះម៉ូណានាងក៏បានបង្កយគិតថាតើអាសាហ៊ីនឹងស្អីគេសិស្សប្អូននឹងអីគេអស្ចារ្យប៉ុណ្ណាណាដែលហ៊ានចង់មកដណ្ដើមមួយនាងបន្ទាប់ពីគិតហើយក៏លេចទៅក្រៅឃើញអាសាហ៊ីនៅមុខទ្វារនឹងនេះឯងនិយាយថាអានេះតាមដូចអ្នកស៊ើបគេដែរហ្នឹងនៅពេលនោះផងដែរខូរ៉ូអេវ៉ាគាត់ក៏បានដើរកាត់ហ្នឹងហើយក៏ដាក់ក្បែរជានាងទៀតដែលធ្វើឲ្យនាងគឺឡើងមុខក្រហមខ្លាំងមែនតើចំកាត់អីនឹងចែបន្ទាប់ពីឃើញបែបនេះម៉ូណានាងក៏បានហោះហេហើយក៏មកសួរថាអាយ៉ាខូរ៉ូអេវ៉ាលោកមកឯតើអីរៀបនិយាយមើលអាសាហ៊ីឯងប៉ុន្តែម៉ូណានេះមកកាក់មុខមុននៅពេលនោះផងដែរកណ្ដឹងនឹងក៏បានរោហើយខូរ៉ូអេវ៉ាក៏បានសួរទៅកាន់អាសាហ៊ីថាអត់ត្រូវការទៅថ្នាក់ទេមែនអាសាហ៊ីនាងក៏បានបែរខ្លួនហើយក៏ដើរចេញទៅទាំងអស់កម្លាំងលីងតែម្ដងអាសាហ៊ីម្នាក់នេះប៉កែឲ្យដៃគេដែរតើអាកាថ្ងៃមុននឹងទើបបញ្ចេញស្អីឲ្យគេមើលសោះហ្នឹង
ចាយនឹងខូចអន់ទេក៏លេងមកដល់អាសាហេវិញតែដឹងទេសាច់បងខូរ៉ូវ៉ាក៏ពិតជាលយហើយនឹងសង្ហាខ្លាំងមែនតើមិត្តនឹងក៏បានសួរទៅកាន់អាសាហេវិញថាតើឯងធ្វើអញ្ចឹងអត់មានអារម្មណ៍ថាយ៉ាងលើបន្តិចទេត្រូវអត់មានអីត្រូវលើបើសិនបងម៉ូណាអត់មានត្រូវជាសង្សាររបស់សិស្សបងខូរ៉ូវ៉ាផងហ្នឹងហើយណាមួយពួកគេទាំងពីរនាក់ក៏មិនជាសង្សារនឹងគ្នាផងដែរអញ្ចឹងហើយដាច់ខាតខ្ញុំគឺមិនត្រូវចោះចាញ់នោះទេហើយរឿងយើងក៏កាត់មកដល់ពេលដល់ម៉ោងកីឡាផងដែរនៅពេលនោះកញ្ញាម៉ូណារបស់យើងនាងក៏ចាប់ផ្ដើមតាំងចិត្តហើយសិស្សអូននឹងអីគេប៉កែលេងបាល់អីគេអស់ចាបណ្ណាណានាងក៏ចាប់ផ្ដើមបួងសក់ឡើងទៅលើគ្រប់គ្នានឹងគឺថានាងខ្ជូតខ្លាំងមែនតើម៉ូណានាងក៏ចាប់ផ្ដើមប្រេក៏ចាប់ផ្ដើមលេងបាល់ផងដែរហើយខូរ៉ូវ៉ាក៏លេងបាល់ក្បែរនឹងដែរតែក៏មិនសូវចេះលេងទេយើងក៏បានឃើញថាម៉ូណានាងគឺប៉កែអាខាងលេងបាល់នឹងខ្លាំងយកតែមែនតើតែម្ដងហើយនាងក៏បានគិតថាឆឹះមានតែយើងទេគឺជាមនុស្សស្រីដែលល្អខ្ចោះគឺជាម្ចាស់ស្ត្រីឃ្មុំបន្ទាប់ពីនាងលេងចប់នឹងគ្រប់គ្នាក៏សរសើរដែរថានាងគឺពិតជាលេងខ្លាំងមែនតែម្ដងហើយនាងក៏កលេចទៅមើលខូរ៉ូវ៉ាផងដែរនៅពេលនោះផងដែរខូរ៉ូវ៉ាក៏ចាប់ផ្ដើមបោះបាល់អាណាបោះអត់ចូលអានឹងចាំរើបាល់អញ្ចឹងខូរ៉ូវ៉ាអត់ចេះលេងបោះអត់ចូលនៅរើបាល់ហ្មងអញ្ចឹងម៉ែអាថ្លែនចុងក្រោយនៅគេប្រាដែរនៅពេលនោះក៏ដេញណែអាយ៉ាតើណាគេហេតុអីបានទៅធ្វើឲ្យខូរ៉ូវ៉ាខ្លាំងម៉ែហើយបើសិនជាខូរ៉ូវ៉ាអត់ចង់ចាញ់ទៀតគឺថាឲ្យនាងជួយបាននាងគេអាចជួយបរៀនបោះបាល់បានលោកអាចទៅបោះបាល់ទៅខូរ៉ូវ៉ាក៏ចាប់ផ្ដើមបោះបាល់នឹងឯងហើយម៉ូណាដល់មហាសែនកន្ទឿរបស់យើងក៏មកពីក្រោយអោបដៃរបស់គេដើម្បីបង្រៀនគេឲ្យបោះបាល់នឹងនេះឯងអាយ៉ាគឺថាកញ្ញារបស់យើងគឺដៃដល់មិនអន់នោះទេចំណែកឯបងរបស់យើងគឺបានដល់ត្រូវនិយាយថាយើងត្រូវតែកាន់សិលនៅពេលនោះម៉ូណានាងក៏បានប្រាប់ឲ្យធ្វើជើងផងដែរនិយាយចំកញ្ញារបស់យើងគឺថាដៃដល់មែនប៉ុន្តែគឺអត់បានឃើញទឹកមុខរបស់ខូរ៉ូវ៉ាពេញមុខនោះទេហើយនៅពេលនោះក៏អុយចាពីរអ្នកហ្នឹងគេធ្វើស្អីគេនឹងនៅតែពីរអ្នកតែពីរអ្នកណាចំណែកឯម៉ូណាវិញនាងគឺបានប្រាប់ថានាងគឺកំពុងតែរៀនបោះបាល់នឹងឯងបង្រៀនខូរ៉ូវ៉ាប៉ុន្តែឯណានាងប្រាប់ថានាងគឺមិនចូលចិត្តសិស្សច្បងខូរ៉ូវ៉ានោះទេហេតុអីបានជាមកចិត្តសិស្សច្បងខូរ៉ូវ៉ាចឹងឈប់សិនខ្ញុំបានប្រាប់ឲ្យតើថាខ្ញុំអត់បានចូលចិត្តខូរ៉ូវ៉ាទេគ្រាន់តែត្រូវការបរៀនគេតែប៉ុណ្ណោះមិនបាច់ទេបើសិនជាត្រូវការបរៀនខ្ញុំអាចបរៀនគាត់បានដែរតើហើយអាសាហីក៏បានប្រាប់ឲ្យខូរ៉ូវ៉ាហ្នឹងគឺធ្វើកាយវិការតាមនាងគឺធ្វើលំហាត់ប្រាណនឹងនេះឯងហើយនៅពេលនោះខូរ៉ូវ៉ាក៏ចាប់ផ្ដើមធ្វើតាមនាងផងដែរតែមុខរបស់បងយើងគឺឡើងក្រហមតែតមកដោយសារឃើញដើមទ្រូងរបស់នាងដែលឆ្ងល់ថាអីអាប៉ែហ្នឹងកើតស្អីក៏ចាប់ផ្ដើមធ្វើលំហាត់ប្រាណដែរទៅបន្ទាប់ពីធ្វើហើយហ្នឹងគឺថាជួយយកពេលនេះឲ្យដៃមុនយើងផងឥឡូវចេះខូរ៉ូវ៉ាក៏លេចមកខាងនាងវិញមកខូរ៉ូវ៉ាក៏ចាប់ផ្ដើមអញទៅមែនទេណាអាសាហីក៏ហៅវិញក៏លេចមកកាន់នាងវិញហើយម៉ូណាហ្នឹងគឺឲ្យកលេចទៅកាន់នាងហើយខូរ៉ូវ៉ាហ្នឹងក៏តមបានឯងទៅមុនហើយសង្គ្រាមខ្សែភ្នែកគឺបានមកដល់នៅពេលនោះផងដែរគឺអាសាហីនេះមានអារម្មណ៍ថាតើនាងកំពុងតែធ្វើអីនាងមានអារម្មណ៍ថាខ្មាស់ខ្លាំងមែនតើដូចគ្នាជាមួយនឹងម៉ូណាអញ្ចឹងនាងគឺកំពុងតែរត់កាត់ភ្លៀងហើយនាងក៏មានអារម្មណ៍ថាហេតុអីបានជានាងធ្វើអញ្ចឹងហ្នឹងហើយអ្នកគ្នាហើយរឿងយើងគឺបានមកដល់ទីបញ្ចប់ត្រឹមនៅនេះឯងហើយខ្ញុំអធិស្ឋានខ្លាំងមែនទែនចំពោះការចេញវីដេអូ LED រហូតដល់មួយខែជាងហើយដូចជាមួយខែជាងហើយត្រូវអត់អ្នកគ្នាជួយរាប់ខ្ញុំផងដោយសារតែខ្ញុំគឺអត់បានចេញវីដេអូហ្នឹងគឺខ្ញុំ stress ផងខ្ញុំអីផងខ្ញុំមានបញ្ហាច្រើនខ្លាំងមែនទែនហើយណាមួយខ្ញុំគិតថា yes គឺខ្ញុំមិនសូវជាមានអ្នកចូលចិត្តប្រហែលទេតើអញ្ចឹងទៅខ្ញុំក៏គិតថាខ្ញុំអត់ចេញវីដេអូយូរក៏អត់អីដែរប៉ុន្តែដោយហេតុថាយូរពេកខ្ញុំក៏សម្រេចចិត្តចេញវីដេអូតែម្ដងទៅប៉ុន្តែមិនបាច់ភ័យទេអ្នកគ្នាចាប់ពីថ្ងៃហ្នឹងទៅខ្ញុំនឹងចេញវីដេអូបែបលឿនឲ្យទៅកាន់អ្នកទាំងអស់គ្នាវិញហើយពីខ្ញុំ Shadow នឹងនិយាយទៅកាន់អ្នកទាំងអស់គ្នានៅវីដេអូបន្ទាប់ហើយនិយាយចំទៅអ្នកគ្នាហៅខ្ញុំថា Dano បានអូខេបាយសុខសប្បាយជួបគ្នាពេលក្រោយ